ចាបងប្អូនមានបងប្អូនមួយចំនួនមានការបារម្ភខ្លាំងមែនទែនខ្ញុំជឿថាគ្រប់នេះសុទ្ធតែបារម្ភគ្រាន់តែថាតិចហើយនឹងច្រើនខ្លះមានព័ត៌មានជុំវិញស្ថានភាពបច្ចុប្បន្ននឹងគ្រប់គ្រាន់ទៅក៏មិនសូវជាភ័យមិនសូវជាបារម្ភពីព្រោះការបារម្ភគឺมันអាចអត់សោះទេយើងបារម្ភទៅតាមជ្រុងផ្សេងៗគ្នាបងប្អូនមួយចំនួនបារម្ភពីមុខរបរបារម្ភពីការងារបារម្ភពីការសិក្សារៀនសូត្រអីចឹងទៅជាពិសេសអ្នកដែលនៅតំបន់ដែលរងការប៉ះពាល់នឹងច្រើនតំបន់ប្រឈមហ្នឹងគឺយើងធ្វើអីមិនកើតទេប៉ុន្តែអ្នកដែលត្រូវភៀសខ្លួនឬក៏អីចឹងទៅប៉ះពាល់មួយចំនួនទៀតធ្វើឲ្យកាន់តែបារម្ភប៉ុន្តែបងប្អូនយើងមួយចំនួនដែលនៅឆ្ងាយហើយដែលកំពុងតែជួយតាមសមត្ថភាពលទ្ធភាពដែលអាចធ្វើទៅបានតាំងពីការរែងគៀសឬក៏ការជួយជាកម្លាំងរៀបចំស្បៀងសម្រាប់បងកងទ័ពឬក៏បងក្រុមគ្រួសារកងទ័ពជនភេសកអីដែលកំពុងតែពិបាកនៅក្នុងស្ថានភាពហ្នឹងខ្ញុំជឿថាជិះមិនរួចទេតែយ៉ាងណាក៏ដោយយើងត្រូវតែមានទំនុកចិត្តទៅលើថ្នាក់ដឹកនាំទៅលើបងកងទ័ពដែលគាត់ខំប្រឹងប្រែងមិនរៀថយបងប្អូនហើយថ្នាក់ដឹកនាំរបស់យើងបងប្អូនមើលឃើញហើយលោកពោពេញដោយយុទ្ធសាស្ត្រហើយធ្វើកិច្ចការងារដោយប្រុងប្រយ័ត្នបំផុតព្រោះយើងគ្រប់គ្នាយើងអត់ចង់ឃើញសង្គ្រាមទេគ្រប់គ្នាយើងចង់បានសន្តិភាពគ្រប់គ្នាចង់បានសុខចាហើយអ្វីដែលយើងខំប្រឹងធ្វើគឺយើងទប់គ្រប់ជ្រុងទាំងអស់ខាងផ្លូវច្បាប់ក៏យើងធ្វើយុទ្ធសាស្ត្រទប់ទល់ក៏យើងធ្វើប៉ុន្តែអ្វីដែលយើងជាពលរដ្ឋធម្មតានេះយើងជាបុគ្គលម្នាក់នេះដែលអាចធ្វើបានរឿង2-3សំខាន់ហ្នឹងគឺរឿងទប់ជំហរខ្លួនឯងរឿងទប់គេហៅថាលំនឹងចិត្តណាទាំងសុខភាពផ្លូវកាយផ្លូវចិត្តហ្នឹងត្រូវតែរឹងមាំហើយបន្តតាមដានព័ត៌មានឲ្យបានដិតដល់គ្រប់គ្រាន់ហើយព័ត៌មានដែលពិតគឺព័ត៌មានតាមរយៈរាជរដ្ឋាភិបាលរបស់យើងpage ឬក៏ Telegram group របស់សម្ដេចតេជោសម្ដេចធិបតីក្រសួងការពារជាតិក្រសួងព័ត៌មានគឺជា page ជា group ដែលផ្លូវការអញ្ចឹងក្រៅពីនោះអាចថាមានព័ត៌មានមិនផ្លូវការឬក៏ព័ត៌មានមិនពិតនៅលោកឡំគ្នាអញ្ចឹងតើយើងត្រូវតែអានត្រូវតែស្ដាប់ត្រូវតែមើលវិភាគថាតើវាសមហេតុផលតើវាពិតឬក៏មិនពិតរកប្រភពព័ត៌មានហ្នឹងឲ្យឃើញមុននឹងយកមកគិតពិចារណាមុននឹងធ្វើការចែកចាយពីព្រោះការចែកចាយព័ត៌មានដែលមិនពិតវាស្មើនឹងយើងបង្កអសន្តិសុខសម្រាប់សុខទេសរបស់យើងជាពិសេសក្នុងកំឡុងពេលបច្ចុប្បន្នហើយពេលខ្លះរឿងពិតក៏ដោយក៏មិនត្រូវចែកដែរពីព្រោះវាតកតងជាមួយនឹងសុខភាពតកតងទៅនឹងស្ថិរភាពទាំងកងទ័ពទាំងជនភេសកពីព្រោះយើងអត់ដឹងថាមានរឿងអីកើតឡើងវាអាចកើតឡើងតទៅទៀតបានឬក៏បែបណាអញ្ចឹងតើយើងប្រយ័ត្នបណ្ដាញសង្គមមួយចំនួនយើងអាចថាប្រើសម្រាប់ការផ្សព្វផ្សាយព័ត៌មានទៅកាន់ពិភពលោកប៉ុន្តែមួយចំនួនវាអាចនឹងបង្កគ្រោះថ្នាក់ទៅដល់អ្នកជិតខាងរបស់យើងអ្នកដែលកំពុងតែប៉ុនប៉ងមិនល្អមកលើយើងហ្នឹងគឺយើងត្រូវតែចេះការពារខ្លួនហើយមកដល់កន្លែងនេះខ្ញុំជឿថាក្នុងកម្រិតវ័យរបស់បងប្អូនមួយចំនួនអាចនឹងថ្លឹងថ្លែងដឹងប៉ុន្តែបងប្អូនកូនក្មួយមួយចំនួនអាចនៅក្មេងខ្ចីអាចនឹងមិនទាន់បានថ្លឹងថ្លែងការស្វែងយល់ពីព័ត៌មានឬក៏ចែកចាយព័ត៌មាននឹងច្បាស់សូមឲ្យបានមើលគំរូរៀមច្បងមួយចំនួនហើយព័ត៌មានផ្លូវការមួយចំនួនដែលចែកវាត្រូវការកាត់គិតពិចារណាអញ្ចឹងហើយបានចំណេះដឹងនៅក្នុងការវិភាគសមត្ថភាពនៅក្នុងការពិចារណាស៊ីជម្រៅគឺជាការចាំបាច់សម្រាប់បងប្អូនប្រជាជនយើងគ្រប់វ័យទាំងអស់មកដល់កន្លែងនេះខ្ញុំត្រឡប់ទៅអីដែលខ្ញុំនិយាយពីខាងដើមមិញថាភ័យពេលខ្លះនៅពេលដែលព័ត៌មានយើងអត់គ្រប់យើងចាប់ដើមភ័យយើងចាប់ដើមខ្លាចតែបើព័ត៌មានយើងគ្រប់ហើយក៏យើងមិនគួរប្រហើនមិនគួរមនួតមិនគួរចង់និយាយថាកុំឲ្យវាទៅហួសព្រំដែនពេកដែរអញ្ចឹងយើងប្រកាន់ខ្ជាប់នៅការដាក់ខ្លួននៅការដែលមានស្មារតីក្នុងភាពជាម្ចាស់ការអាហ្នឹងគឺសិតតែជារឿងដែលយើងអាចធ្វើបានហើយយើងសាមគ្គីគ្នាជាធ្លុងមួយរិះគន់ដើម្បីកែលម្អគ្នាវាជារឿងល្អប៉ុន្តែយើងកុំ
បតុចប្រអាក់កុំបង្អាប់គ្នាពីព្រោះមកដល់ស្ថានភាពនេះខ្ញុំជឿថាគ្រប់គ្នាគឺស្រឡាញ់អាណិតចាស្មារតីខ្មែរជួយខ្មែរយើងមានទាំងអស់គ្នាអញ្ចឹងបើទោះបីជាបងប្អូនខ្លះសម្រាប់ចិត្តនៅជ្រុងណាក៏ដោយសុទ្ធតែជាការខំប្រឹងប្រែងដើម្បីជួយឲ្យសុខទេសរបស់យើងមានសន្តិភាពទាំងអស់គ្នាបើទោះបីជាគាត់ចេញមុខឬក៏មិនចេញមុខគាត់បានផុសឬក៏មិនបានផុសលើបណ្ដាញសង្គមគាត់បានបង្ហាញថាគាត់បានធ្វើសកម្មភាពនេះឬសកម្មភាពនោះឬក៏មិនបានធ្វើពីខ្ញុំជឿជាក់ថាគាត់កំពុងតែប្រឹងប្រែងធ្វើបង្ហាញនៅការបារម្ភគាត់ខំប្រឹងអភិវឌ្ឍសមត្ថភាពខ្ញុំជឿថាយ៉ាងហោចចំណុចមួយដែលគ្រប់គ្នាបានភ្ញាក់ហើយបានដឹងថាយើងត្រូវតែធ្វើគឺការរៀនសូត្រគឺការអភិវឌ្ឍសមត្ថភាពធ្វើម៉េចក៏ដោយឲ្យយើងទាំងអស់គ្នារឹងមាំហើយយើងមើលឃើញកាន់តែឆ្ងាយថាអ្នកចំនួនក្រោយកូនចៅយើង5ឆ្នាំទៅមុខទៀតត្រៀមសម្រាប់2030 10ឆ្នាំទៅមុខទៀត20ឆ្នាំទៅមុខទៀតត្រៀមសម្រាប់2050ត្រៀមសម្រាប់បើយើងចូលចិត្តគិតរឿងយុគ9យើងត្រៀមសម្រាប់យុគ10ទៀត20ឆ្នាំម្ដងគឺដើម្បីឲ្យជាតិសាសន៍ខ្មែររបស់យើងនឹងគឺកាន់តែរឹងមាំអញ្ចឹងគឺចំណុចមួយហ្នឹងខ្ញុំជឿថាគ្រប់គ្នាគឺភ្ញាក់គ្រប់គ្នាចាប់ដើមត្រៀមខ្លួននេះអញ្ចឹងយើងត្រៀមពីឥឡូវទៅរឿងដែលយើងត្រូវធ្វើបន្ទាន់រាល់ថ្ងៃរឿងដែលយើងត្រូវធ្វើត្រៀមសម្រាប់ដើមឆ្នាំក្រោយ2026រឿងដែលយើងត្រូវត្រៀមសម្រាប់2025គឺយើងត្រូវតែផ្ដោតកុំឲ្យយើងមានគេហៅថាចំហេះកំហឹងការខឹងដើម្បីអភិវឌ្ឍតែមួយផ្លែតតែមួយពេលនៅពេលដែលគេឈ្លានពានយើងប៉ុន្តែតោងឲ្យយើងធ្វើកុំឲ្យថាដែលខ្ញុំតែងតែនិយាយថាកុំឲ្យវាជាភ្លើងចំបើងវ៉ាវអាលុតទៅរហូតដល់ល្ងើកអាំងកូនត្រីមិនសពប៉ុន្តែយើងប្រកាត់ខ្ជុំវិញវាជាចំហេះដែលចេះនៅក្នុងចិត្តនៅក្នុងខ្លួនយើងថាត្រូវតែខ្លាំងត្រូវតែមាំត្រូវតែមានសមត្ថភាពគ្រប់ជ្រុងទាំងអស់ហើយខ្ញុំជឿថាគ្រប់គ្នាយើងកំពុងតែប្រឹងតាមសមត្ថភាពតាមឱកាសតាមលទ្ធភាពហើយខ្ញុំជឿថាថ្នាក់ដឹកនាំប្រមុខថ្នាក់ដឹកនាំរដ្ឋាភិបាលលោកពង្រឹងតាមជ្រុងរបស់លោកយើងជាបុគ្គលម្នាក់យើងជាអ្នកធ្វើការយើងជាអ្នករៀនសូត្រយើងជាអ្នករស់ស៊ីគឺយើងត្រូវអភិវឌ្ឍនៅក្នុងជ្រុងរបស់យើងហ្នឹងឯងអញ្ចឹងកន្លែងហ្នឹងមួយនៅពេលដែលយើងមានសមត្ថភាពនៅពេលដែលយើងអាចអភិវឌ្ឍបាននៅពេលដែលយើងអាចដឹងពីសុខទេសរបស់យើងច្បាស់យើងតាមដានស្ថានភាពយើងច្បាស់វាធ្វើឲ្យយើងកាត់បន្ថយនៅភាពស្លន់ស្លោភាពភ័យខ្លាចហើយវាធ្វើឲ្យយើងកាន់តែមានការដឹងគុណកាន់តែមានការលះបង់ហើយកាន់តែអត់ធ្មត់កាន់តែប្រឹងប្រែងដើម្បីធ្វើយ៉ាងណាឲ្យប្រទេសជាតិរបស់យើងនឹងរួចផុតពីសង្គ្រាមហើយយើងនឹងមានសន្តិភាពឆាប់យើងនឹងការពារខ្លួនបានពីព្រោះបងប្អូនពេលខ្លះយើងអត់ធ្វើអីអាក្រក់ទេយើងធ្វើល្អប៉ុន្តែពេលខ្លះអំពើល្អរបស់យើងហ្នឹងក៏រងនៅការចំណែននិន្ទាឈ្នានីសការឈ្លានពានពីបណ្ដាមនុស្សអាក្រក់ដែលគេមិនចង់ឃើញយើងល្អដែរអញ្ចឹងកន្លែងហ្នឹងពីព្រោះខ្ញុំជឿថាយើងជាខ្មែរយើងភាគច្រើនយើងជាមនុស្សល្អយើងធ្វើល្អហើយយើងរំពឹងថាបានផលល្អប៉ុន្តែមេរៀនរបស់យើងនឹងត្រូវឲ្យយើងបានភ្ញាក់មកវិញថាយើងធ្វើល្អតែពេលខ្លះយើងក៏ត្រូវត្រៀមលក្ខណៈការពារពីអំពើអាក្រក់ដែរព្រោះមនុស្សល្អក៏អាចជួបរឿងអាក្រក់ដែរអញ្ចឹងនៅពេលដែលមានរឿងអាក្រក់កើតឡើងចំពោះយើងតែយើងមានអាវក្រោះអីយើងមានអីសម្រាប់ការពារខ្លួនអញ្ចឹងរឿងបច្ចុប្បន្ននេះធ្វើឲ្យយើងមើលឃើញកាន់តែច្បាស់ហើយខ្ញុំជឿថាបងប្អូនមានបទពិសោធន៍ទេមានមេរៀនហើយយើងស្រែកទៅពិភពលោកយើងស្រែកនៅក្នុងន័យមួយថាយើងចង់បានសន្តិភាពយើងអត់ទាមទាររឈ្នះរចាញ់រអីទេគឺយើងត្រូវការសន្តិភាពអញ្ចឹងហើយសូមទទូចឲ្យបងប្អូនខ្មែររបស់យើងសូមកុំព្យាយាមកុំធ្វើអីមួយនាំឲ្យចូលសងសត្រូវរបស់យើងដែលអាចចោទថាយើងពុះកជ្រោលសបាយអនឹងរឿងសង្គ្រាមនឹងរឿងឈ្នះសង្គ្រាមទាំងអស់ហ្នឹងតាមពិតគឺអ្វីដែលនៅពីក្រោយប្រមុខរដ្ឋាភិបាលក៏លោកតែងតែបង្ហាញមកដែរថាយើងចង់បានសន្តិភាពប៉ុន្តែយើងអត់អោនរហូតដល់គេធ្វើបាបយើងត្រូវតែតតាំងហើយតតាំងមានរឿងពីរដែលប្រមុខរដ្ឋាភិបាលសម្ដេចទឹកដីលោកប្រកាសគឺការពារអាយុជីវិតប្រជាជនរបស់យើងហើយនឹងការពារបូរណភាពទឹកដីអញ្ចឹងរឿងមួយចំនួនគឺយើងត្រូវតែធ្វើដើម្បីឲ្យពីរនឹងរក្សាបានអាយុជីវិតរបស់ប្រជាជនហើយជាការពិតវាជាថ្នូរនឹង
ការលះបង់មួយចំនួនដែរហើយយើងក៏ពិតជាដឹងគុណដល់បងកងទ័ពវីរៈកងទ័ពដែលក្លាហាននៅជួរមុខជួយពួកយើងទាំងអស់គ្នាអញ្ចឹងពួកយើងនៅជួរក្រោយគឺយើងត្រូវតែមាំហើយការពារតាមលទ្ធភាពសមត្ថភាពដែលពួកយើងអាចធ្វើបានអញ្ចឹងមានតែយើងរួបរวมគ្នាខ្មែររួបរวมគ្នាស្រឡាញ់គ្នាហើយយើងរឹងមាំឯងទើបយើងឈ្នះគ្រប់កលៈទេសៈទាំងអស់ចាអរគុណ